Riêng rào chập đam nơ pê tu ạch srei yang nhẹ lang nơ knong khlang mùi. នៅក្បែរនាងគឺគេយានឆៃដែលជាបរិះអង្គុយលើទេរុញព្រមទាំងបរិះម្នាក់ទៀតដែលមើលមុខមិនច្បាស់បរិះម្នាក់នោះបានគប់កាំបិតទៅរកពួកគេហើយប្រាប់ថាពួកគេមានពេលត្រឹមតែ10នាទីប៉ុណ្ណោះអ្នកណាសម្រាប់អ្នកណាបាននឹងត្រូវបានអនុញ្ញាតឲ្យចេញទៅវិញរស់យ៉ាងបានរើកាំបិតនោះមុនគេហើយវាប្រហារដោយទឹកមុខដែលគ្មានអារម្មណ៍ប៉ុន្តែនៅពេលដែលរឿងនេះកើតឡើងសាច់រឿងក៏បានកាត់ត្រឡប់ទៅកាន់អតីតកាលវិញនៅអតីតកាលយ៉ាងបានវិលត្រឡប់មកទីក្រុងវិញដើម្បីធ្វើឲ្យមិត្តប្រុសភ្ញាក់ផ្អើលនៅថ្ងៃកំណើតរបស់គាត់ប៉ុន្តែអ្នកដែលភ្ញាក់ផ្អើលបែរជានាងទៅវិញនាងឃើញមិត្តប្រុសរបស់នាងគឺយាយ៉ានឆេងកំពុងថើបស្ត្រីម្នាក់ទៀតមិនត្រឹមតែគាត់បោកប្រាស់នាងប៉ុណ្ណោះទេថែមទាំងប្រាប់ស្រីកំណានរបស់គាត់ថាគាត់មានគម្រោងលួចរូបមន្តធ្វើគ្រឿងក្រអូបរបស់គ្រួសារឆេងយ៉ាងនិងសារភាពថាគាត់មិនដែលស្រឡាញ់នាងពិតប្រាកដឡើយនៅពេលនោះកែវទឹកមួយត្រូវបានគេរុញឲ្យធ្លាក់ហើយកំពុកទៅលើខ្សែភ្លើងទឹកបានហូរមកដល់ឆេងយ៉ាងបណ្ដាលឲ្យនាងឆ្លងជ្រុលអគ្គិសនីហើយក្បាលរបស់នាងបានទៅបុកនឹងក្រែបន្ទាប់ពីហេតុការណ៍នោះសារចម្លែកក៏ចាប់ផ្ដើមលេចឡើងនៅចំពោះមុខនាងប្រៀបដូចជាកំពុងព្យាករពីអនាគតរបស់នាងសារទាំងនោះបានណែនាំថាប្រសិនបើនាងចង់ផ្លាស់ប្ដូរវាសនារបស់នាងត្រូវតែរៀបការជាមួយយិនឈើបើមិនដូច្នេះទេយិនឆេងនឹងបញ្ជូននាងទៅមន្ទីរពេទ្យវិកលចរិតនៅថ្ងៃបន្ទាប់ឆេងសេងបានចាក់ចេញពីអាផាតមិនរបស់នាងដោយកំហឹងខណៈដែលសារទាំងនោះនៅតែបន្តនិយាយទៅកាន់នាងមិនឈប់មួយសន្ទុះក្រោយមកពួកវាក៏ប្រមាននាងឲ្យគេចចេញព្រោះឡានមួយកំពុងតែបើកមកបុកនាងងាកទៅមើលឃើញឡានកំពុងបើកមកចំនាងបានគេចទាន់ពេលហើយឡាននោះក៏បានបុករថយន្តដឹកសម្រាមនៅពីក្រោយឡាននោះគឺយិនឈើកំពុងមើលគ្រប់យ៉ាងដោយទឹកមុខត្រជាក់ស្រេបនិងគ្មានអារម្មណ៍សារទាំងនោះនៅតែបន្តព្យាករពីព្រឹត្តិការណ៍នាពេលអនាគតនៅពេលដែលសៀងចាំងសម្រាប់ចិត្តផឹកស្រាបៀរមួយកំពុងនៅផ្ទះមិត្តភក្តិរបស់នាងឈ្មោះវ៉ាងសារព្យាករបានប្រមាននាងថាបើនាងបើកវានាងនឹងជួបគ្រោះថ្នាក់រហូតដល់ហូរឈាមភ្លាមបន្ទាប់ពីនាងបើកកំប៉ុងនោះនាងក៏មុតម្ដងដៃរបស់នាងនៅពេលនាងប្រាប់វ៉ាងអំពីសារព្យាករទាំងនេះដំបូងឡើយគេមិនជឿនាងនោះទេតែនេះជារឿងធម្មតាដែលគេត្រូវតែគិតបែបនេះទោះជាយ៉ាងនេះក្តីសៀងចាំងមិនបោះបង់ចោលឡើយហើយសម្រាប់ចិត្តធ្វើតាមដំបូន្មាននៃសារព្យាករនោះដើម្បីរៀបការជាមួយយិនស៊ីទោះបីជាគេល្បីថាជាមនុស្សដែលចូលចិត្តគ្រប់គ្រងនិងពិបាកតាក់ទងក៏ដោយនាងបានទៅបន្ទប់សន្តាគាររបស់គេដោយមានបំណងដាក់ប្រវត្តិរូបសង្ខេបហើយព្យាយាមធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈការទីក្លិនទឹកអប់របស់គេប៉ុន្តែយិនស៊ឺបានរុញនាងទៅលើសាឡុងហើយព្យាយាមលបួងនាងនៅពេលនោះសារព្យាករបានប្រមាននាងថាយិនស៊ឺមិនមែនកំពុងមានស្មារតីគ្រប់គ្រាន់ទេទោះជាយ៉ាងនេះក្តីជំនួសឲ្យការវាយគេហើយរត់គេចខ្លួនសៀងចាំងបានក្រោកឡើងហើយយកទឹកមួយដបឲ្យគេព្រមទាំងបានទុកធូបមួយដើមដែលមានប្រសិទ្ធភាពជួយឲ្យមនុស្សស្ងប់អារម្មណ៍ប៉ុន្មានម៉ោងក្រោយមកយិនស៊ឺក៏បានដឹងខ្លួនវិញហើយបានធ្វើឲ្យអ្នកដែលនៅពីក្រោយរឿងនេះទទួលរងផលវិបាកក្រោយមកនៅកន្លែងធ្វើការយ៉ានសេងបានបង្ហាញពូរបស់គេនៅធូបមួយដែលគេអះអាងថាខ្លួនជាអ្នកបង្កើតប៉ុន្តែយិនស៊ីបានដឹងភ្លាមថាវាជាការកុហកព្រោះវាមានក្លិនដូចគ្នាបេះបិទទៅនឹងទឹកអប់កាលពីថ្ងៃមុនទោះជាយ៉ាងណាក៏ដោយគេធ្វើជាជឿហើយប្រាប់យ៉ានសេងថាគេត្រូវតែបង្កើតទឹកអប់បរិសុទ្ធឲ្យបានក្នុងរយៈពេលមិនដល់1ខែដែលជាអ្វីដែលគេច្បាស់ជាធ្វើមិនបានជាលទ្ធផលយ៉ានសេងបានបង្ហាញខ្លួននៅផ្ទះរបស់សៀងចាំងដូចជាកូនឆ្កែដែលដឹងកំហុសជាការពិតណាស់នាងមិនចាញ់បោកគេទេផ្នែកខ្លះក៏ដោយសារសារព្យាករដែរបង្ហាញពីបំណងពិតរបស់គេបន្ទាប់មកជីតារបស់សៀងចាំងក៏បានប្រគល់សៀវភៅសរសេរដោយដៃមួយក្បាលឲ្យនាងដែលមានផ្ទុកនៅបច្ចេកទេសលំដាប់ថ្នាក់ទី8សម្រាប់ការផលិតគ្រឿងក្រអូបដ៏ល្បីល្បាញដែលត្រូវបានថែរក្សានិងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ក្នុងពេលជាមួយគ្នានោះយិនស៊ូបានរកឃើញថាសៀងចាំងនិងយ៉ានសេងធ្លាប់ជាសង្សារនឹងគ្នាកាលពីនៅរៀនហើយថានាងគឺជាចៅស្រីរបស់ត្រកូលយ៉ាងដោយទទួលបានព័ត៌មាននេះយិនស៊ូក៏សម្រេចចិត្តជួលនាងចូលធ្វើការដោយជឿជាក់ថានាងអាចមានប្រយោជន៍សម្រាប់ផែនការសងសឹករបស់គាត់នៅថ្ងៃបន្ទាប់សៀងចាំងក៏ចូលធ្វើការក្នុងក្រុមហ៊ុនហើយបានជួបជាមួយលីនសាសាដែលជាស្រីកំណានបច្ចុប្បន្នរបស់យ៉ាន់សេងនាងមើលមកសៀងចាំងដោយស្នាមញឹមចំអកហាក់ដូចជាមានមោទកភាពដែលដណ្ដើមបានសង្សារគេនាងក៏បានជួបជាមួយកៅជីដែលប្រាប់នាងថានាងនឹងត្រូវធ្វើជាជំនួយការរបស់យិនស៊ូទោះបីវាមិនមែនជាតំណែងដែលនាងចង់បានក៏ដោយក៏វាប្រសើរជាងគ្មានការងារធ្វើដែរពេលចូលមកក្នុងក្រុមហ៊ុននាងក៏ព្យាយាមធ្វើឲ្យថៅកែចាប់អារម្មណ៍ដោយការនាំយកឆ្មាមួយក្បាលមកជាមួយព្រោះនាងឮថាយិនស៊ូចូលចិត្តបរិច្ចាគលុយដល់មូលនិធិសត្វប៉ុន្តែផែនការនេះមិនបានជោគជ័យឡើយនាងក៏បដូរទៅប្រើផែនការទី2ដោយនិទានរឿងការពីកុមារភាពដ៏សោកសៅអំពីឆ្មាដែលនាងធ្លាប់ចិញ្ចឹមហើយត្រូវបានឡានកិនស្លាប់ទោះជារឿងនោះស្ដាប់ទៅគួរឲ្យអាណិតយ៉ាងណាក៏ដោយប៉ុន្តែយិនស៊ូដឹងថាវាជារឿងកុហកព្រោះគាត់សង្កេតឃើញថានាងរមាស់ខ្លួនមិនឈប់តែបង្ហាញថានាងមានអាការៈរោមឆ្មាកាន់តែអាក្រក់ទៅទៀតនោះសារព្យាករបានបង្ហាញថាឆ្មាដែលនាងយកមកនោះយិនស៊ូស្គាល់រួចទៅហើយព្រោះគាត់ធ្លាប់ជួយសង្គ្រោះវាកាលពី1ឆ្នាំមុនហើយថែមទាំងរកផ្ទះឲ្យវានៅទៀតផងជាលទ្ធផលនាងមិនត្រឹមតែមើលទៅដូចជាមនុស្សកុហកប៉ុណ្ណោះទេថែមទាំងដូចជាមនុស្សឈួតម្នាក់ទៀតផងដោយបដិញ្ញាថានឹងកែតម្រូវការចាប់អារម្មណ៍ដ៏អាក្រក់នេះចាំងក៏ស្ម័គ្រចិត្តធ្វើជាអ្នកបើកឡានជូនយិនស៊ូក្នុងពេលដែលកៅជីមិននៅជាអកុសលនាងមិនចេះបើកបរតតែសោះប៉ុន្តែតាមរបៀបណាខ្លះនោះនាងនៅតែអាចនាំគាត់ត្រឡប់ទៅផ្ទះបានដោយសុវត្ថិភាពប៉ុន្តែសំណាងអាក្រក់របស់នាងនៅពេលដែលនាងចេញពីផ្ទះនាងបានជួបបុរសអាតកំបាំងម្នាក់ដែលចាប់ផ្ដើមតាមនាងយ៉ាងប្រកិតដែលធ្វើឲ្យសាច់រឿងត្រឡប់ចូលទៅក្នុងភាពតានតឹងម្ដងទៀតនាងក៏រត់យកជីវិតរហូតដល់ទៅដល់កន្លែងដាក់ធំសម្រាមហើយក៏ពួនទាន់ពេលបុរសអាតកំបាំងនោះជាទឹកអាស៊ីតទៅលើរូបសំណាកតុកតាដោយស្មានថាជានាងនៅពេលនោះសារព្យាករបានបង្ហាញថាបុរសនេះត្រូវបានជួលដោយSashaដោយភាពភ័យខ្លាចនាងត្រឡប់ទៅអាផាតមិនរបស់យិនឆេវិញប៉ុន្តែគាត់ប្រងើយកន្តើយនឹងនាងឬយ៉ាងហោចណាស់នោះជាអ្វីដែលនាងគិតនៅពេលដំបូងចុងក្រោយគាត់អនុញ្ញាតឲ្យនាងស្នាក់នៅមួយយប់គាត់ក៏បានឲ្យថ្នាំបញ្ចុះកម្ដៅនិងភួយដើម្បីកុំឲ្យនាងត្រជាក់នៅព្រឹកបន្ទាប់ឆេងយ៉ាងភ្ញាក់ឡើងម្នាក់ឯងក្នុងអាផាតមិនខណៈពេលដែលនាងនឹកឃើញរឿងរ៉ាវកាលពីថ្ងៃមុននាងមិនអាចទប់សំណើចបានទេមើលទៅយិនឆេមិនមែនជាមនុស្សចិត្តដាច់ដូចដែលនាងធ្លាប់គិតនោះទេហើយនេះធ្វើឲ្យក្តីសង្ឃឹមរបស់នាងក្នុងការយកឈ្នះចិត្តគាត់ត្រឡប់មកវិញនៅពេលនាងត្រឡប់ទៅធ្វើការវិញនាងបានជួបយិនឆេនិងSashaដែលប្រាប់ឲ្យនាងលាលែងពីតំណែងភ្លាមតែជាអ្វីដែលនាងបដិសេធដាច់ខាតទាំងអស់នេះត្រូវបានឃើញដោយយិនឆៃដែលមិនបាននិយាយអ្វីសោះ
រឿងរ៉ាវចាប់ផ្ដើមមិនល្អសម្រាប់យ៉ាន់សេងនៅពេលដែលវ៉ងបែកឃ្លីរូបមន្តគ្រឿងក្រអូបរបស់គាត់នៅលើអនឡាញគ្រឿងក្រអូបដែលតាមពិតទៅត្រូវបានបង្កើតឡើងដោយឆាងយ៉េងទន្ទឹមនឹងនេះយិនសេរកឃើញឈ្មោះរបស់អ្នកដែលព្យាយាមវាយប្រហារនាងកាលពីថ្ងៃមុនហើយបញ្ជាឲ្យហ្គេវជេរីកាទៅអាញាធមម្យ៉ាងវិញទៀតយ៉ាន់សេងបាត់បង់ការគ្រប់គ្រងបានសម្រុកចូលកន្លែងធ្វើការរបស់នាងបំផ្លាញអ្វីគ្រប់យ៉ាងហើយថែមទាំងព្យាយាមវាយប្រហារនាងទៀតផងប៉ុន្តែយិនសេមកទាន់ពេលវេលាដើម្បីខាត់គាត់មិនត្រឹមតែគាត់បង្ខំឲ្យយ៉ាន់សេងសុំទោសឆាងយ៉េងប៉ុណ្ណោះទេថែមទាំងឲ្យគាត់សងការខូចខាតទាំងអស់ទៀតផងដោយសារតែរំជួលចិត្តចំពោះទង្វើរបស់គេសៀងចាងក៏សួរយិនស៊ីថាហេតុអ្វីបានជាគេមកទីនេះជំនួសឲ្យការឆ្លើយតបគេគ្រាន់តែជូតមុខឲ្យនាងថ្នមដោយកន្សែងជូតមុខរបស់គេនៅពេលនោះឯងទូមួយនៅពីមុខពួកគេក៏ស្រាប់តែរំចុះមកសៀងចាងបានជួយទុកវាទាន់ពេលវេលាទើបជៀសផុតពីគ្រោះថ្នាក់មួយទៀតអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺគេបានឃើញយិនស៊ីដាក់ជើងរបស់គេផ្អឹបនឹងដីយ៉ាងរឹងមាំវាបានបង្ហាញថាតាមពិតទៅគេមិនបានពិការជើងដូចដែលគេធ្វើពុតនោះទេក្រោយមកពួកគេទាំងពីរនាក់បានទៅញ៉ាំអាហារពេលល្ងាចហើយយិនស៊ីបានសុំឲ្យនាងបង្កើតគ្រឿងក្រអូបមួយដែលល្អជាងគ្រឿងក្រអូបដែលយ៉ាងសេងបានស្នើឡើងនាងក៏យកព្រមទទួលយកការប្រកួតប្រជែងនេះដោយក្តីរីករាយថ្ងៃបន្ទាប់យ៉ានសេងកំពុងឆ្លោះប្រកែកគ្នាជាមួយឪពុកនៅផ្ទះខណៈដែលលោកតាហ្គូបានមកដល់លោកតាហ្គូគឺជាមនុស្សម្នាក់ដែលអ្នកគ្រប់គ្នាទាំងកោតខ្លាចនិងគោរពទន្ទឹមនឹងនោះយិនស៊ីបានប្រាប់សៀងចាងថាគេនឹងបញ្ជូននាងទៅខេត្តយូណានរយៈពេល2អាទិត្យដើម្បីស្រាវជ្រាវរុក្ខជាតិក្នុងស្រុកនិងបង្កើតគ្រឿងក្រអូបពីវត្ថុធាតុទាំងនោះនាងទទួលយកដោយរំភើបហើយសន្យាថានឹងនាំយកគ្រឿងក្រអូបដែលល្អបំផុតដែលគេធ្លាប់បានធំក្លិនមកជូនគេពេលនាងដើរចេញពីការិយាល័យមានបុគ្គលិកម្នាក់ឲ្យទឹកផ្លែឈើមួយដបដល់នាងដែលជាការផ្ញើមកពីសាសាទោះជាយ៉ាងណាសៀងចាងបានសម្រេចចិត្តមិនផឹកវាឡើយដែលនោះជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតអ្វីដែលគួរឲ្យសង្ស័យនោះគឺដបនោះមានប្រឡាក់ដោយម្សៅម្យ៉ាងប្រសិនបើនាងបើកទូដែកដែលនាងទុកសៀវភៅបច្ចេកទេសគ្រឿងក្រអូបទាំង8ប្រភេទនោះម្សៅនោះនឹងនៅជាប់នឹងប៊ូតុងចុចដែលអនុញ្ញាតឲ្យអ្នកដទៃអាចដឹងពីលេខកូដសម្ងាត់របស់ទូដែកបានលេខសម្ងាត់របស់ទូដែកនោះដោយការរំពឹងទុករបស់ពួកគេមែនលោកសៀងបានបើកទូដែកយប់នោះគូស្នេហ៍មួយគូបានលួចចូលផ្ទះរបស់នាងដើម្បីលួចសៀវភៅកំណត់ហេតុជាអកុសលយិនស៊ីបានឃើញសកម្មភាពទាំងអស់ហើយថែមទាំងថតទុកដោយប្រើដ្រូនទៀតផងភ្លាមនោះបរិសអាត់កំបាំងម្នាក់បានចូលក្នុងផ្ទះហើយដេញពួកគេចេញទៅយិនស៊ីសង្កេតឃើញពីក្នុងឡានហើយស្គាល់ថាបរិសនោះគឺជាអ្នកដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ដ៏អាក្រក់ដែលធ្លាប់ធ្វើឲ្យគាត់រងរបួសមិនទាន់អស់រឿងផងចាងបានត្រឡប់មកពីដំណើរកំសាន្តវិញមុនការកំណត់មុនពេលគ្រោះថ្នាក់កើតឡើងយិនស៊ីបានគូសទ្វារផ្ទះនាងដោយភាពរំភើបនាងប្រាប់គាត់ថានាងមានអំណោយសម្រាប់គាត់ប៉ុន្តែនៅពេលនាងងាកទៅយកអំណោយគាត់ក៏ទាញនាងចូលចិត្តរហូតធ្វើឲ្យពួកគេថើបគ្នាប៉ះទង្គិចដោយចៃដន្យបរិសអាត់កំបាំងនោះក៏ឆ្លៀតឱកាសរត់គេចខ្លួនខណៈដែលយិនស៊ីចាក់ចេញទៅដោយខកចិត្តដែលមិនអាចចាប់ខ្លួនជននោះបាននៅកន្លែងធ្វើការចាងបានបង្ហាញគ្រឿងក្រអូបថ្មីរបស់នាងហើយដោយការសន្យាវាល្អជាងរបស់យ៉ានសឹងឆ្ងាយណាស់គ្រឿងក្រអូបរបស់គេគ្រាន់តែជាការចម្លងចេញពីទឹកអប់3ប្រភេទផ្សេងគ្នាប៉ុណ្ណោះដើម្បីបង្កហេតុគេប្រាប់នាងថាពូរបស់គេមានស្នេហាបរិសុទ្ធមួយដែលមានន័យថាបើនាងចង់តាក់ទាញគាត់គឺនាងនឹងបរាជ័យក្រោយមកចាងនឹងវាងបានស៊ើបអង្កេតលើនារីម្នាក់នោះហើយរកឃើញថានាងបានបាត់ខ្លួនបន្ទាប់ពីដឹងរឿងនេះចាងសម្រាប់ចិត្តធ្វើត្រាប់តាមស្ទីលរបស់នារីនោះដោយលេងសែឡូព្រោះនាងគឺជាអ្នកលេងសែឡូប៉ុន្តែផែនការនេះក៏បរាជ័យនៅពេលយិនស៊ីដឹងថានាងកំពុងធ្វើត្រាប់តាមអតីតមនុស្សដែលគាត់ស្រឡាញ់ហើយគាត់ក៏ហាមនាងមិនឲ្យបន្តទៀតរសៀលថ្ងៃនោះចាងនិងយិនស៊ីបានទៅសួរសុខទុក្ខលោកគ្រូគូដែលហាក់ដូចជាកំពុងឈឺទោះជាយ៉ាងណាវាគ្រាន់តែជាល្បិចដែលរៀបចំឡើងដោយលោកតាដើម្បីឲ្យយិនស៊ីមកជួបហើយបង្ខំឲ្យគាត់រៀបការជាមួយស្ត្រីចំនួនម្នាក់ជាការឆ្លើយតបយិនស៊ីបានចាប់ដៃចាងហើយណែនាំនាងថាជាសង្សាររបស់គាត់តែធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តលើកលែងតែយ៉ានសឹងព្រោះហេតុផលច្បាស់ក្រោយមកម្ដាយរបស់យ៉ានសឹងបានណែនាំឲ្យគាត់ឆ្លៀតឱកាសនេះតាមចែកចង់នារីអ្នកចំនួនម្នាក់ដែលជីដារបស់គាត់បានលើកឡើងដើម្បីឲ្យគាត់អាចក្លាយជាអ្នកស្នងរបស់ក្រុមហ៊ុនគ្រួសារនៅថ្ងៃអនាគតដែលជាមហិច្ឆតាធម្មតារបស់គាត់ទន្ទឹមនឹងនេះយិនស៊ឺបានបង្ហាញកិច្ចសន្យាដល់សៀងសាំងដើម្បីឲ្យនាងក្លាយជាមិត្តស្រីរបស់គាត់រយៈពេល2ឆ្នាំដែលជានាងព្រមទទួលយកដោយមិនស្ទាក់ស្ទើរនៅយប់នោះឯងនាងក៏បានរើទៅនៅផ្ទះរបស់គាត់ហើយមិនយូរប៉ុន្មាននាងក៏ចាប់ផ្ដើមផឹកស្រាទាំងខ្លាញ់អំណរគុណដល់គាត់ចំពោះអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់នាងសៀងសាំងស្រវឹងជោគជាមបណ្ដាលឲ្យនាងធ្លាក់ពីលើគ្រែញឹកញាប់ទើបយិនស៊ឺត្រូវជួយនាងឡើងលើគ្រែវិញរាល់ដងក្នុងពេលនោះនាងឃើញគាត់ដើរបានប៉ុន្តែដោយគិតថាវាគ្រាន់តែជាសុបិនទើបនាងមិនចាប់អារម្មណ៍ខ្លាំងពេកទេថ្ងៃបន្ទាប់នាងឃើញគាត់ឈរនៅក្នុងបន្ទប់ទឹកហើយប្រតិកម្មដំបូងរបស់នាងគឺចង់ដើរចេញនៅពេលនោះយិនស៊ឺក៏ឆ្លៀតឱកាសដោយទម្លាក់ខ្លួនទៅលើឥដ្ឋហើយធ្វើពុតជាគ្មានអ្វីកើតឡើងប៉ុន្មានម៉ោងក្រោយមកសៀងសាំងបានធំក្លិនគ្រឿងក្រអូបមួយដែលមិត្តភក្តិយកមកឲ្យយិនស៊ឺហើយនាងក៏សម្គាល់ឃើញថាវាមានក្លិនចម្លែកនាងក៏ប្រាប់មិត្តប្រុសថ្មីរបស់នាងភ្លាមពីអ្វីដែលនាងបានរកឃើញនិងពន្យល់ថាក្លិននេះអាចបណ្ដាលឲ្យវិលមុខនិងឈឺក្បាលការរកឃើញនេះធ្វើឲ្យយិនស៊ឺមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈដែរសៀងសាំងមិនអាចឈប់បារម្ភថាអ្នកដែលជិតស្និទ្ធបំផុតនឹងយិនស៊ឺប្រហែលជាចង់ធ្វើបាបគាត់និយាយពីយិនស៊ឺវិញនៅព្រឹកបន្ទាប់គាត់ទទួលបានលទ្ធផលនៃការវិភាគគ្រឿងក្រអូបនោះហើយដូចអ្វីដែលសៀងសាំងបានប្រមានមែនវាមានសារធាតុផ្សំដែលបង្កគ្រោះថ្នាក់ដល់សុខភាពហើយវាត្រូវបានផលិតឡើងដោយអ្នកដែលជិតស្និទ្ធនឹងគាត់ងាកមកមើលសៀងសាំងវិញនាងឃើញយ៉ានសឹងកំពុងណាត់ជួបជាមួយឈីងដែលជាអ្នកចំនួនដែលជីដារបស់គាត់បានលើកឡើងដោយភាពមោះមុតនាងសម្រេចចិត្តរារាំងកុំឲ្យនារីម្នាក់នេះយកព្រមធ្វើជាមិត្តស្រីរបស់គាត់ឲ្យបានទោះបីជាសាព្យក៏បានណែនាំថានាងគួរតែទុកឱកាសឲ្យសាសាជាអ្នកសងសឹកក៏ដោយនាងថតរូបមួយសន្លឹកហើយផ្ញើទៅឲ្យសាសាដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលដោយដឹងថានាងកំពុងមានផ្ទៃពោះសាសាក៏ទៅប្រឈមមុខជាមួយយ៉ានសឹងដែលធ្វើឲ្យឈីងចាក់ចេញពីគេដោយកំហឹងយ៉ានសឹងបានរុញសាសាដួលទៅលើដីបណ្ដាលឲ្យនាងរលូតកូនជាលទ្ធផលសមត្ថភាព
ក្នុងការមានកូននៅពេលអនាគតរបស់នាងក៏ថយចុះយ៉ាងខ្លាំងមិនតែប៉ុណ្ណោះម្ដាយក្មេកចាស់របស់នាងបានផ្ដល់លុយយ៉ាងច្រើនឲ្យនាងដើម្បីឲ្យបិទមាត់រឿងដែលបានកើតឡើងទោះជាយ៉ាងណាសាបានបង្ហោះអត្ថបទមួយនៅលើអ៊ីនធឺណិតដើម្បីលាតត្រដាងពីធាតុពិតរបស់យ៉ាងសឹងដែលធ្វើឲ្យលោកគូសម្រេចចិត្តព្យួរការងាររបស់គេពីក្រុមហ៊ុនរយៈពេល6ខែប៉ុន្មានថ្ងៃក្រោយមកមានពាក្យចាំអារ៉ាមថាយ៉ាងសឹងបានរៀបចំផែនការបញ្ជូនសាទៅមន្ទីរពេទ្យវិកលចរិតដែលវាជាជោគវាសនាដែលពីដំបូងត្រូវតម្រូវឲ្យតួឯករបស់យើងប៉ុន្តែវាបង្ហាញថាសៀងចាងបានផ្លាស់ប្ដូរជោគវាសនារបស់នាងបានសម្រេចទន្ទឹមនឹងនោះយិនស៊ីកំពុងឈរនៅមុខដើមឈើធំមួយក្នុងទីធ្លារបស់គាត់ដោយនឹកឃើញដល់គ្រោះថ្នាក់មួយដែលក្មេងស្រីម្នាក់ក៏បាននៅទីនោះដែរសៀងចាងក៏មកដល់ដើម្បីនៅកំដរគាត់ហើយគាត់បានពន្យល់ថានេះជាថ្ងៃដ៏សំខាន់សម្រាប់គាត់ព្រោះវាជាថ្ងៃកំណើតរបស់គាត់ហើយក៏ជាខួបនៃការស្លាប់របស់ម្ដាយគាត់ដែរគាត់ក៏សារភាពថាគាត់បង្កើតផ្នែកទឹកអប់នេះឡើងគឺដើម្បីតាមរកក្លិនទឹកអប់ដែលម្ដាយរបស់គាត់ធ្លាប់ប្រើព្រឹកបន្ទាប់យិនស៊ីក៏ចេញដំណើរទៅហុងកុងសៀងចាងបានជូនកាដូដាច់ឆ្នាំដល់គាត់និងអបគាត់តិចទោះជាយ៉ាងណានៅពេលដែលនាងត្រៀមនឹងចូលផ្ទះវិញនោះបុរសម្នាក់ដែលយ៉ាន់សេងបញ្ជូនមកបានយកកន្សែងមកខ្ទប់ច្រមុះនាងរហូតដល់សន្លប់បន្ទាប់មកគេក៏ដឹកនាងទៅមន្ទីរពេទ្យវិកលចរិតហើយចាក់ថ្នាំសណ្ដំដាក់នាងយិនស៊ីបានដឹងរឿងនេះតាមរយៈកាមេរ៉ាសុវត្ថិភាពហើយក៏ដឹងថាសៀងចាងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យវិកលចរិតដោយសារតែមានឧបករណ៍តាមដាន IPS ដែលគេបានបំពាក់នៅនឹងកៅស៊ូសក់របស់នាងក្រៅពី IPS ក៏នៅមានឧបករណ៍ថតសំឡេងមួយទៀតដែរពេលគេបើកវាស្ដាប់គេក៏បានឮថានាងជាអ្នកបង្កើតទឹកអប់ដែលម្ដាយគេធ្លាប់ប្រើដោយផ្អែកលើការពណ៌នាដែលគេធ្លាប់ប្រាប់នាងពីមុននេះគឺជាទឹកអប់ដែលនាងបានជូនគេជាកាដូមុនពេលគេចាក់ចេញពេលធំក្លិនវាគេក៏នឹកឃើញដល់ម្ដាយភ្លាមវាបានដាស់អារម្មណ៍ការពារសៀងចាងយ៉ាងខ្លាំងក្លាដល់គេដែលធ្វើឲ្យគេបង្កប់ឲ្យទិញសម្បត្តិត្រឡប់មកវិញភ្លាមក្នុងពេលជាមួយគ្នានោះតួឯកស្រីរបស់យើងព្យាយាមរត់គេចប៉ុន្តែត្រូវតក់ស្លុតនៅពេលឃើញអ្នកជំងឺទាំងអស់នៅទីនោះមិនអាចគ្រប់គ្រងខ្លួនឯងបានដោយភាពភ័យខ្លាចនាងក៏ទៅលាក់ខ្លួនក្នុងបន្ទប់ទឹកនៅទីនោះនាងបានរកបុគ្គលិកម្នាក់កំពុងនិយាយទូរស័ព្ទនាងបានព្យាយាមអង្វរបុគ្គលិកនោះឲ្យខ្ចីទូរស័ព្ទដើម្បីទៅរកយិនស៊ីប៉ុន្តែជាអកុសលគេបានបិទទូរស័ព្ទដាក់នាងកាន់តែអាក្រក់ទៅទៀតបុរសអាចកំបាំងម្នាក់បានដើរចូលមកជាមួយខ្សែពួរត្រៀមនឹងផ្ដាច់ជីវិតនាងតែសំណាងល្អអ្នកជំងឺម្នាក់បានចូលមកខាត់បុរសនោះទាន់ពេលយ៉ាងចាំងឆ្លៀតឱកាសពេលមានការចលាចលរត់គេចខ្លួនទោះបីជាមានក្រុមសន្តិសុខដេញតាមពីក្រោយក៏ដោយពេលទៅដល់រូងផ្លូវក្រោមដីនាងក៏ជួបនឹងអ៊ីនស៊ឺដែលកំពុងដើរដោយគ្មានការលំបាកអ្វីទាំងអស់គាត់បានប្រយុទ្ធជាមួយក្រុមសន្តិសុខហើយក្រោយការប្រយុទ្ធដ៏តានតឹងនោះគាត់ក៏ថើបនាងបន្ទាប់មកគាត់បាននាំនាងទៅមន្ទីរពេទ្យដែលនៅទីនោះយ៉ាងចាំងបានអបគាត់ហើយបង្ហាញពីភាពរីករាយដែលនាងសប្បាយចិត្តខ្លាំងពេលឃើញគាត់អាចឈរបានប៉ុន្មាននាទីក្រោយមកយ៉ានសឹងត្រូវបានបង្ខំឲ្យទៅមន្ទីរពេទ្យដើម្បីជួបជាមួយពូរបស់គាត់ដែលប្រាប់គាត់ថាលោកក្រុងនឹងរាយការណ៍ពីករណីចាប់ចម្រិតយ៉ាងចាំងទៅប៉ូលីសហើយបានបង្ហាញភស្តុតាងទាំងអស់ដែលប្រឆាំងនឹងរូបគេដោយភាពភ័យខ្លាចយ៉ានសឹងបានសុំទោសយ៉ាងចាំងនិងសន្យាថានឹងមិនធ្វើបាបនាងទៀតទេយ៉ាងណាក៏ដោយនាងមិនបានអភ័យទោសឲ្យគាត់ឡើយចំណុចសំខាន់មួយដែលត្រូវកត់សម្គាល់នោះគឺយ៉ានសឹងមើលទៅហាក់ដូចជាភ្ញាក់ផ្អើលនៅពេលដែលការប៉ុនប៉ងមនុស្សជាតិត្រូវបានលើកឡើងដែលបង្ហាញថាវាប្រហែលជាមិនមែនជាផ្នែកនៃផែនការដើមរបស់គាត់ឡើយមួយផ្លែតនោះអ្វីហាក់ដូចជាដំណើរការទៅដោយរលូនរហូតដល់សាព្យាករស្រាប់តែលេចឡើងមកព្រមានយ៉ាងចាំងកុំឲ្យសង្ឃឹមខ្លាំងពេកដោយសារតែអ៊ីនស៊ឺត្រូវបានកំណត់ថាត្រូវស្លាប់យ៉ាងអាណោចអាថមប៉ុន្តែពួកវាមិនបានពន្យល់ថាធ្វើរបៀបណាពេលណាឬមូលហេតុអ្វីនោះទេដោយសាររឿងនេះយ៉ាងចាំងបានព្យាយាមការពារគាត់ពីគ្រប់យ៉ាងជាពិសេសពីមនុស្សជុំវិញខ្លួនដោយក្តីបារម្ភអ៊ីនស៊ឺបានសួរថាតើនាងមានរឿងអាក្រក់អ្វីកើតឡើងមែនទេហើយជំនួសឲ្យការប្រាប់គាត់អំពីសាព្យាករនាងបាននិយាយថានាងគ្រាន់តែយល់សប្តិឃើញនរណាម្នាក់សម្រាប់គាត់ដើម្បីលួងលោមនាងគាត់បានបង្ហាញថាគាត់មានកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងដូច្នេះនាងមិនចាំបាច់បារម្ភពីអ្វីឡើយបន្តការសារភាពមកចាំងសុងប្រាប់គាត់ថានាងចូលមកចិត្តគាត់ដំបូងគឺដោយសារនាងចង់សងសឹកនឹងយ៉ានសេងទោះជាយ៉ាងណានាងសារភាពថាពេលនេះនាងបានលងស្រឡាញ់យិនស៊ូហើយដែលគាត់ក៏បានទៅវិញថាគាត់ស្រឡាញ់នាងដែរហើយទោះបីជាគាត់មិនមែនជាមនុស្សចេះផ្អែមល្ហែមក៏គាត់នឹងព្យាយាមធ្វើវាដើម្បីនាងដែរមួយវិញទៀតយិនស៊ូបានរកឃើញផ្នែកដែលត្រូវបានលុបចោលនៃសាត្រាស្លឹករឹតរបស់សៀងដោយប្រើទឹកក្រូចឆ្មារឿងនេះត្រូវបានឃើញដោយអ្នកបម្រើក្នុងផ្ទះដែលលួចធ្វើការឲ្យជនមិនស្គាល់មុខម្នាក់ដើម្បីបំផ្លាញគាត់ដោយឆ្លៀតឱកាសពេលនៅម្នាក់ឯងក្នុងផ្ទះនាងក៏ថតរូបទីតាំងកាមេរ៉ាសុវត្ថិភាពប៉ុន្តែសំណាងអាក្រក់សម្រាប់នាងគឺគូស្នេហ៍មួយគូនេះបានឃើញសកម្មភាពនាងតាមរយៈកាមេរ៉ាទាំងនោះទោះជាយ៉ាងនេះក្តីយិនស៊ូមិនបានធ្វើអ្វីឡើយព្រោះវាជាផ្នែកមួយនៃផែនការរបស់គាត់វាបង្ហាញថាអ្នកដែលព្យាយាមធ្វើបាបគាត់គឺប្អូនប្រុសម្ដាយទីតេរបស់គាត់ដើម្បីបញ្ឈប់រូបគេឪពុករបស់យ៉ាងសេងបានដាក់មេរោគក្នុងទូរស័ព្ទរបស់អ្នកបម្រើនោះនៅពេលដែលនាងផ្ញើរូបថតទៅឲ្យប្អូនប្រុសនោះគាត់ក៏ទទួលបានច្បាប់ចម្លងនៃព័ត៌មានទាំងអស់របស់នាងរួមទាំងភស្តុតាងនៃឧក្រិដ្ឋកម្មទាំងអស់របស់គេផងដែរក្រៅពីលួចលុយពីក្រុមហ៊ុនគ្រូសាគេក៏ជាអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យម្ដាយស្លាប់និងធ្វើឲ្យយិនស៊ូខ្លាចជាជនពិការជើងគេធ្វើរឿងទាំងអស់នេះព្រោះស្អប់ពួកគេដែលមិនដែលរាប់បញ្ចូលគេជាសមាជិកគ្រួសារគេបានធ្វើរឿងទាំងអស់នេះដោយមានជំនួយពីបុរសមិនស្គាល់មុខម្នាក់គឺជាមនុស្សម្នាក់ដែលស្ទើរតែសម្លាប់សៀងចាងនិងជាអ្នកដែលលួចចូលផ្ទះនាងនៅយប់នោះគោលបំណងរបស់គាត់ពេលនេះគឺស្វែងរកឲ្យឃើញថាបុរសនោះជានរណាឲ្យពិតប្រាកដក្នុងពេលជាមួយគ្នានេះសៀងចាងបាននឹងកំពុងបង្កើតទឹកអប់ថ្មីមួយមិនមែនគ្រាន់តែជាទឹកអប់ធម្មតាទេតែជាទឹកអប់ដែលមានក្លិនក្រអូបបំផុតដែលគ្មាននរណាធ្លាប់បានហាត់កិច្ចខិតខំប្រឹងប្រែងរបស់នាងបានទទួលផលនៅថ្ងៃនោះដល់ថ្ងៃសម្ពោធទឹកអប់ទទួលបានជោគជ័យយ៉ាងខ្លាំងផ្នែកមួយដោយសារអ្នកល្បីលើបណ្ដាញសង្គមដែលធ្វើឲ្យវាបំបែកកំណត់ត្រាចាស់របស់ក្រុមហ៊ុនដើម្បីអបអរសាទរយិនស៊ឺបានជូនកងដៃដ៏ស្រស់ស្អាតនឹងមានតម្លៃដែលធ្លាប់ជារបស់ម្ដាយគាត់ដើម្បីឲ្យពេលនេះកាន់តែពិសេសគាត់ក៏បានរៀបចំអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ប៉ុន្តែដូចរាល់ដងក្នុងរឿងភាគសុភមង្គលមិនស្ថិតស្ថេរយូរឡើយព្រឹកបន្ទាប់មានអត្ថបទមួយបានផ្ទុះឡើងដោយហៅសៀងថាជាស្រីចង់បានទ្រព្យគេដោយអះអាងថានាងបដូរពីការតាក់ទងយ៉ានសឹងមកតាក់ទងពូរបស់គេដែលអ្នកមានជាងមិនយូរប៉ុន្មានវាត្រូវបានគេលាតត្រដាងថាម្ដាយរបស់យ៉ានសឹងគឺជាអ្នកផ្សព្វផ្សាយអត្ថបទនោះ
ដើម្បីសងសឹកឲ្យកូនប្រុសរបស់គាត់ដែលពេលនេះកំពុងជាប់ពន្ធនាគារជំនួសឲ្យការបំផ្លាញអាជីពរបស់ពួកគេ រឿងនេះធ្វើឲ្យយិនស៊ឺខឹងសម្បាយ៉ាងខ្លាំងហើយគាត់ក៏ចាប់ផ្ដើមរៀបចំផែនការកំទេចពួកគេវិញដំបូងគាត់លុបអត្ថបទនោះចោលហើយធ្វើការផ្សាយផ្ទាល់ដើម្បីការពារនារីជាទីស្រឡាញ់របស់គាត់ជាសាធារណៈចំពោះមុខគ្រួសារនឹងមិត្តភ័ក្តិក្នុងសួនច្បារដែលតុបតែងដោយផ្កាជាច្រើនគាត់បានសុំនាងរៀបការដោយភាពរំភើបនាងក៏យល់ព្រមប៉ុន្តែនៅពេលដែលគាត់កំពុងតែពាក់ចិញ្ចៀនឲ្យនាងកៅជីបានខ្សឹបអ្វីម្យ៉ាងដាក់ត្រចៀកយិនស៊ឺហើយគាត់ក៏ចាក់ចេញទៅភ្លាមដោយមានការងឿងឆ្ងល់សាងព្យាយាមខរកគាត់ជាច្រើនដងប៉ុន្តែមិនមានអ្នកទទួលឡើយមិនយូរប៉ុន្មានមានអត្ថបទមួយបង្ហាញរូបយិនស៊ឺនៅឯប្រលានយន្តហោះជាមួយស្រីស្នេហ៍របស់គាត់ពេលឃើញដំណឹងនេះធ្វើឲ្យចិត្តរបស់យ៉ាងសាងសូនអសងទាំងស្រុងនាងនៅម្នាក់ឯងក្នុងផ្ទះដោយគិតរឿងអាក្រក់បំផុតរហូតដល់នាងនឹកឃើញបន្ទប់មួយនៅក្នុងផ្ទះដែលយិនស៊ឺហាមឃាត់មិនឲ្យនាងចូលដោយគ្មានអ្វីត្រូវបាត់បង់ទៀតនាងក៏ចូលទៅក្នុងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញថាវាជាបន្ទប់របស់ស្រីស្នេហ៍គាត់គឺលីនយូរឿងនេះធ្វើឲ្យនាងជឿជាក់ថាយិនស៊ឺមិនដែលស្រឡាញ់នាងពិតប្រាកដហើយគ្រាន់តែរងចាំមនុស្សស្រីដែលគាត់ស្រឡាញ់ត្រឡប់មកវិញប៉ុណ្ណោះកាន់តែអាក្រក់ជាងនេះទៅទៀតពេលក្រោយមកនាងឃើញពួកគេនៅជាមួយគ្នានៅក្នុងក្រុមហ៊ុនហើយមើលទៅមានសុភមង្គលណាស់យ៉ាងចាងមានការខូចចិត្តជាខ្លាំងហើយក៏សូមឲ្យគាត់ពន្យល់ប៉ុន្តែគាត់បែរជាហុចមួយពពៀនបត់ឲ្យនាងហើយប្រាប់ថាកិច្ចសន្យារបស់ពួកគេបានបញ្ចប់ទៅហើយហាក់បីដូចជាវាមិនទាន់គ្រប់គ្រាន់ក្រោយមកគាត់ប្រាប់នាងថាគាត់មិនដែលស្រឡាញ់នាងទេហើយមិនដែលស្រឡាញ់សោះឡើយបន្ទាប់មកយ៉ាងចាងក៏បោះខ្សែដៃចោលហើយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីគិតពិចារណាអស់ជាច្រើនថ្ងៃនាងក៏សម្រេចចិត្តចាក់ចេញពីទីក្រុងមួយនេះដើម្បីតាមរកក្តីស្រមៃរបស់នាងហើយបំភ្លេចរាល់អ្វីដែលបានកើតឡើងទន្ទឹមនឹងនោះយិនស៊ឺដែលកំពុងតែខូចចិត្តយ៉ាងខ្លាំងបាននៅផ្ទះជាមួយលីនយូគាត់បដិសេធមិនព្រមថាបនាងហើយក៏មិនឆ្លើយតបនៅពេលដែលនាងសារភាពស្នេហ៍ចំពោះគាត់រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនៅតែបន្តនៅពេលដែលអ្នកទាំងពីរទៅផ្ទះរបស់លោកគូហើយត្រូវបានយ៉ាងចាងដែលសម្រេចចិត្តនៅនាទីចុងក្រោយដើម្បីស្នាក់នៅទីក្រុងនេះបន្តហើយតាមស៊ើបមើលថាមានរឿងអ្វីពិតប្រាកដកើតឡើងចំពោះយិនស៊ឺសម្រាប់អាហារថ្ងៃត្រង់លីនយូបានធ្វើនំគៀវខណៈពេលដែលយ៉ាងចាងកំពុងសម្លឹងមើលស្រាប់តែមានសារព្យាករព្រមមាននាងថានំគៀវនោះមានដាក់ថ្នាំពុលដោយការភិតភ័យនាងព្យាយាមចូលទៅក្នុងផ្ទះប៉ុន្តែកៅជីរារាំងនាងទុកនៅពេលនោះបងប្អូនជីដូនមួយរបស់យិនស៊ូចាប់ផ្ដើមឈឺទ្រូងយ៉ាងខ្លាំងហើយយិនស៊ូក៏ទម្លាយថាគាត់បានដាក់ថ្នាំពុលក្នុងអាហាររបស់គេបន្ទាប់មកគាត់បង្ហាញវីដេអូដែលបង្ហាញថាបងប្អូនជីដូនមួយនិងលីនយូកំពុងតែរៀបគម្រោងសម្រាប់គាត់ដើម្បីដណ្ដើមយកក្រុមហ៊ុនវាក៏ត្រូវបានទម្លាយផងដែរថាប្រពន្ធរបស់គាត់ដែលជាម្ដាយរបស់យ៉ាងសេងគឺជាអ្នកផ្ដល់ថ្នាំពុលឲ្យបន្ទាប់ពីដឹងរឿងដែលគាត់ផិតក្បត់នៅពេលដែលការពិតត្រូវបានលាតត្រដាងបុរសនោះក៏ស្លាប់ប៉ុន្តែមិនទាន់មុនពេលសារភាពថាគាត់គឺជាអ្នកដែលរៀបចំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយចេតនាសម្រាប់យិនស៊ូចំនួនក្នុងរឿងនៅតែបន្តព្រោះក្រោយមកទើបដឹងថាវីដេអូនោះត្រូវបានថតដោយយ៉ាងចាងហើយផ្ញើទៅដោយមិនបញ្ចេញឈ្មោះបន្ទាប់ពីនោះនាងក៏ចាក់ចេញទៅប៉ុន្តែមុនពេលចេញទៅនាងបានជួបបុរសដែលចាប់ជំរិតនាងនៅថ្ងៃនោះដែលជាអ្នកទទួលខុសត្រូវលើរាល់អ្វីទាំងអស់ដែលបានកើតឡើងនាងក៏ប្រឈមមុខនឹងគាត់ហើយដេញតាមគាត់ដោយប្រើនាងមានសមត្ថភាពហិតក្លិនយ៉ាងមុតស្រួចបន្ទាប់ពីរកឃើញគាត់ហើយគាត់ក៏ត្រូវចាប់ខ្លួនរួចគេក៏ហៅយិនឆេមកយិនឆេពន្យល់ថាគាត់ពិតជាស្រឡាញ់នាងហើយដែលគាត់ត្រូវធ្វើជាមិនខ្វល់ខ្វាយនោះក៏ព្រោះតែចង់ឲ្យនាងចាក់ចេញពីប្រទេសដើម្បីសុវត្ថិភាពទោះបីជាឆេងយ៉ែងយល់ពីហេតុផលរបស់គាត់ប៉ុន្តែនាងនៅតែឈឺចាប់ដែលត្រូវគេរុញច្រានចេញនៅទីបំផុតនាងពិតជាសម្រេចចិត្តចាក់ចេញពីប្រទេសដើម្បីចាប់ផ្ដើមជីវិតថ្មីឲ្យឆ្ងាយពីរឿងរ៉ាវទាំងអស់នេះប៉ុន្មានខែកន្លងផុតទៅយើងបានឃើញថាឆេងយ៉ែងកាន់តែមានភាពចាស់ទុំនាងបានបង្កើតមកទឹកអប់ថ្មីមួយហើយជីវិតនាងហាក់ដូចជារលូនល្អរហូតដល់ថ្ងៃមួយនាងទៅលេងផ្ទះចាស់របស់នាងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញយិនឆៃនៅទីនោះគាត់បានតុបតែងផ្ទះដោយរូបថតរាប់រយសន្លឹករួមទាំងរូបថតមួយសន្លឹកដែលថតនៅពេលនាងនៅក្រៅប្រទេសដែលមានន័យថាគាត់តាមខ្លំមើលនាងចិត្តស្និទ្ធគ្រប់ពេលវេលារឿងនេះពិតជាគួរឲ្យខ្លាចណាស់ប៉ុន្តែត្រៀមខ្លួនឲ្យហើយព្រោះនឹងមានរឿងភ្ញាក់ផ្អើលធំមួយវាបង្ហាញថាលេងយកតាមពិតទៅគឺជាប្អូនស្រីរបស់យិនយ៉ាកាលពីនៅក្មេងនាងត្រូវបានគ្រួសារមួយយកទៅចិញ្ចឹមទើបបានជាគ្មាននរណាម្នាក់ក្នុងគ្រួសារយិនឆៃដឹងពីអត្ថភាពរបស់នាងឡើយតួឯកប្រុសរបស់យើងបានប្រើចំណុចនេះដើម្បីធ្វើពុតជាគូស្នេហ៍នឹងនាងក្នុងគោលបំណងបបបញ្ឆោតបងប្រុសរបស់គាត់បាទវាជារឿងដែលមិនសមហេតុផលខ្លាំងណាស់ប៉ុន្តែមកដល់ចំណុចនេះតើនៅមានអ្នកណាសង្ស័យទៀតដែរឬទេបន្ទាប់ពីដោះស្រាយរឿងរ៉ាវគ្រប់យ៉ាងហើយយិនឆេក៏ប្រគល់កងដៃដែលនាងធ្លាប់បោះចោលពីមុនមកឲ្យនាងវិញហើយសារភាពថាមនុស្សតែម្នាក់គត់ដែលគាត់ស្រឡាញ់ពិតប្រាកដគឺនាងបន្ទាប់ពីនិយាយបែបនេះគាត់ក៏សុំនាងរៀបការប៉ុន្តែជាអកុសលឆេងយ៉ែងក៏បានចាក់ចេញទៅយប់នោះខណៈពេលដែលនាងកំពុងដើរតាមផ្លូវយ៉ាងស្ងប់ស្ងាត់ស្រាប់តែមានបុរសអាត់កំបាំងម្នាក់ចាប់ជំរិតនាងតើដោយសារមូលហេតុអ្វីយើងនឹងដឹងក្នុងពេលឆាប់ក្រោយមកបុរសអាត់កំបាំងម្នាក់នោះបានផ្ញើសារទៅកាន់យិនស៊ឺដោយប្រាប់ឲ្យគេទៅកាន់ឃ្លាំងមួយកន្លែងតាមមានអ្នកណាកំពុងរងចាំគេនៅទីនោះគឺបងប្រុសម្ដាយទីទេរបស់គេដែលទោះបីជាត្រូវបានគេដាក់ថ្នាំពុលហើយក៏មិនទាន់ស្លាប់ដែរគាត់បានរុញគេក្នុងរទេះរុញចូលក្នុងឃ្លាំងដោយចំអកថាបើចង់ឆ្លងកាត់ការសាកល្បងនេះត្រូវតែធ្វើក្នុងស្ថានភាពអង្គុយបែបនេះឯងនេះនាំឲ្យយើងត្រឡប់ទៅឈុតបើកឆាកដែលបុរសនោះប្រាប់ពួកគេថាអ្នកណាដែលចង់ចេញទៅវិញទាំងរស់ត្រូវតែសម្លាប់គូប្រជែងរបស់ខ្លួនដើម្បីបង្កើនភាពតានតឹងថែមទៀតគេបានដំឡើងកាំរស្មីឡាសេដែលមើលមិនឃើញដែលនឹងសម្លាប់អ្នកណាដែលប៉ះវាមិនខុសពីឈុតក្នុងរឿងភ័យរន្ធត់នោះទេសៀងចុងក៏ចាប់យកកាំបិតរួចថើបយិនស៊ូថ្នមហើយចាក់ខ្លួនឯងយិនស៊ូរារាំងនាងហើយបោះកាំបិតចោលជំនួសឲ្យការបង្ខំឲ្យពួកគេសម្លាប់គ្នាបងប្រុសទីទេរបស់គេក៏ដាក់គ្រាប់បែកហើយរត់គេចខ្លួនបន្ទាប់ពីនោះពួកគេមានពេលតែ10វិនាទីប៉ុណ្ណោះដើម្បីរត់គេចដូច្នេះតួឯកប្រុសរបស់យើងមិនបង្អង់យូរឡើយដោយរកវិធីដើម្បីឆ្លងកាត់កាំរស្មីឡាសេនិងកំទេចគ្រាប់បែកដើម្បីបញ្ចប់ល្បែងដ៏ឃោរឃៅនេះនៅពេលចេញមកខាងក្រៅបងប្រុសទីទេរបស់គេក៏ត្រូវបានប៉ូលីសចាប់ខ្លួនហើយនៅពេលនេះបញ្ហាគ្រប់យ៉ាងត្រូវបានដោះស្រាយយិនស៊ឺក៏សារភាពស្នេហ៍ចំពោះសៀងចាំងជាមួយនឹងការថើបមួយយ៉ាងផ្អែមល្ហែមដែលបញ្ចប់រឿងរ៉ាវដ៏អស្ចារ្យនេះដូច្នេះមិត្តអ្នកស្ដាប់ប្រសិនបើអ្នកពេញចិត្តនឹងការសង្ខេបនេះកុំភ្លេចចុច like និង subscribe ផងណា